តើបញ្ហានៅក្នុងទឹកជាអ្វីហើយបញ្ហាប៉ុន្មានទើបល្អសម្រាប់សុខភាពរបស់យើងដោយសារតែឥឡូវនេះនាងខ្ញុំស្ថិតនៅរោងចក្រផលិតទឹកសុទ្ធរបស់អារណាផ្ទាល់អញ្ចឹងយើងមកស្រាវចម្ងល់ទាំងអស់គ្នា Let's go ជំរាបសួរបងចាបងជំរាបសួរបងកំពុងធ្វើគេដែរបងអូខ្ញុំកំពុងតែតេស្តគុណភាពទឹកបងអូយធ្វើម៉េចមកបងខ្ញុំកំពុងឆ្ងល់ pH ជាអ្វីបងអាចស្រាវចម្ងល់ខ្ញុំតិចបានអត់បងpH គឺជាកម្រិតជាតិអាស៊ីតឬក៏អាល់កាឡាំងរបស់ទឹកបងចាបងចុះបងខ្ញុំឆ្ងល់ឃើញ7.52នៅលើដបអារណាហ្នឹងមានន័យថាម៉េចវិញបង7.52លើដបអារណាមានន័យថាទឹកពិសាអារណាមានកម្រិត pH 7.52បងបើយោងតាមស្តង់ដារកម្ពុជានិង WHO គឺគេកំណត់ឲ្យមានកម្រិតpH នៅក្នុងទឹកពិសា10ពី 6.5 ទៅ 8.5 បងដោយកម្រិត pH តូចជាង 7 គឺស្ថិតនៅក្នុងមជ្ឈដ្ឋានអាស៊ីតនិង pH ធំជាង 7 ស្ថិតនៅក្នុងមជ្ឈដ្ឋានអាល់កាឡាំងចឹងហើយបានអារណាកំណត់យក pH 7.52 ដែលជា pH មិនទាបពេកមិនខ្ពស់ពេកល្អសម្រាប់មនុស្សគ្រប់វ័យហើយអាចឆុងទៅដល់គោសម្រាប់ទារកបានទៀតបងចាបងខ្ញុំឈប់ឆ្ងល់ហើយអញ្ចឹងខ្ញុំសូមទៅមើលសម្រាប់ផលិតកម្មនៅខាងក្រៅទៀតណាបងចាបងបងអត្ថប្រយោជន៍របស់ទឹកធម្មជាតិអារណា1លក្ខណៈពិសេសរបស់ទឹកអាកាឡាំងគឺជួយបន្សាបជាតិអាស៊ីតនៅក្នុងសារពាង្គកាយនិងថែមនឹងជួយកាត់បន្ថយជាតិពុលនៅក្នុងខ្លួន2ជួយក្នុងការដឹកនាំអុកស៊ីសែនដើម្បីបញ្ជូនទៅកោសិកានៃរាងកាយទាំងមូល3ទឹកអាកាឡាំងផ្ដល់ជាតិទឹកខ្លាំងបើប្រៀបធៀបនឹងទឹកសុទ្ធធម្មតាថែមនឹងជួយធ្វើឲ្យរាងកាយរបស់លោកអ្នកទទួលបានជាតិទឹកឡើងវិញយ៉ាងឆាប់រហ័ស4អត្ថប្រយោជន៍នៃទឹកអាកាឡាំងក៏រួមបញ្ចូលទាំងការជួយបង្កើនភាពស៊ាំផងដែរ5ទឹកអាកាឡាំងសម្បូរទៅដោយសារធាតុរ៉ែផ្សេងៗដូចជាកាល់ស្យូម ម៉ាញ៉េស្យូម សូដ្យូម និងប៉ូតាស្យូមជាដើមដែលសមាសធាតុទាំងនេះគឺមានសារៈសំខាន់សម្រាប់ថែរក្សាឆ្អឹងនិងធ្វើឲ្យមានសុខភាពល្អ6ទឹកអាកាឡាំងមានសារធាតុជួយប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាផងដែរ